ជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទសូមលើកអំពីប្រវត្តិភ្នំខ្មោចនិងទុក្ខវេទនារបស់ប្រជាជនខ្មែរដោយសារទាហានថៃឬក្រិតកម្មទាហានថៃមកលើប្រជាជនខ្មែរបន្ទាប់ពីរបបខ្មែរក្រហមរលាយនៅដើមឆ្នាំ1979ប្រជាជនខ្មែររាប់សែននាក់បានភៀសខ្លួនទៅប្រទេសថៃដោយសង្ឃឹមថានឹងរកបានជំនួយអន្តរជាតិប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរថៃមេបញ្ជាការទាហានខ្ពង់ខ្ពស់បានសម្រេចផ្ដួចផ្ដើមគំនិតដែលគេស្គាល់ថាការបណ្ដេញទៅប្រទេសកំណើតវិញឬក៏ pushback policy ដោយបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រឡប់ទៅក្នុងប្រទេសវិញនៅតំបន់គ្រោះថ្នាក់តាមព្រំដែនចំនួនជនរងគ្រោះនៅថ្ងៃ12ខែកក្កដាឆ្នាំ1979កងទាហានថៃដឹកជនភៀសខ្លួនខ្មែរចំនួន42,000នាក់ចេញពីមណ្ឌលជំនួយនងឆាននិងកន្លែងជាប់ព្រំដែនផ្សេងទៀតមកទម្លាក់នៅលើភ្នំដងរែកគេរាយការណ៍ថាមានជនភៀសខ្មែរស្លាប់ចំនួនចន្លោះពី2,400ទៅ3,000នាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃមនុស្សជាច្រើនទៀតបានរងរបួសឬបាត់ខ្លួនពោលគឺជាការសម្លាប់ជនភៀសដ៏សាហាវព្រៃផ្សៃពីសំណាក់ទាហានថៃទង្វើដ៏ឃោរឃៅរបស់ទាហានថៃបានដឹកជនភៀសដែលជាជនជាតិខ្មែរទៅទម្លាក់នៅលើភ្នំដងរែកបន្ទាប់មកបង្ខំឲ្យពួកគេចុះពីភ្នំដើម្បីចូលប្រទេសកម្ពុជាវិញហើយអំឡុងពេលបណ្ដេញជនភៀសនោះទាហានថៃថែមទាំងប្រើកាំភ្លើងអាសូលអត់6បោម៉ាតគ្រាប់មួយបាញ់សង្គ្រប់ពីលើជនភៀសដែលមិនព្រមសម្រុតខ្លួនចុះទៅក្នុងជលងភ្នំថែមទៀតផងនៅលើភ្នំមានសពស្លាប់ទុមាបុរសស្ត្រីនិងក្មេងៗក្រោមការបាញ់ប្រហាររបស់ទាហានថៃជនភៀសដែលព្យាយាមចុះតាមជលងភ្នំចូលទៅក្នុងព្រៃរបស់ប្រទេសកម្ពុជាវិញគឺគ្មានសង្ឃឹមក្នុងការរស់រានមានជីវិតនោះទេពលគឺស្លាប់ដោយសារការអត់អាហារអត់ទឹកកើតជំងឺគ្រុនចាញ់គ្រុនឈាមហើយខ្លះស្លាប់ដោយសារជន់មីនដែលសេសសល់ពីសម័យសង្គ្រាមមេទាហានថៃដែលត្រូវបានគេចោទប្រកាន់ថាជាអ្នកផ្ដួចផ្ដើមគំនិត pushback policy នៅឆ្នាំ1979ដែលបញ្ជាឲ្យបញ្ជូនជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ទៅតាមផ្លូវភ្នំខ្មោចដោយគ្មានសុវត្ថិភាពមានឈ្មោះថាគ្រៀងស័កចៅម៉ាណាន់ព័ត៌មានសង្ខេបអំពីគ្រៀងស័កចៅម៉ាណាន់ថ្ងៃកំណើត11ឧសភា1917មរណភាព23ធ្នូ2003មុខតំណែងនាយករដ្ឋមន្ត្រីទី15នៃថៃឆ្នាំ1977មក1980មុខងាររបស់គាត់ក្នុងឆ្នាំ1979ជាមេបញ្ជាការទាហាននិងជាប្រមុខរាជរដ្ឋាភិបាលការបង្ខំឲ្យជនភៀសខ្លួនខ្មែរចំនួន40,000នាក់ឡើងភ្នំដងរែកក្នុងឆ្នាំ1979ដោយគ្មានសុវត្ថិភាពជាការល្មើសធ្ងន់ធ្ងរទៅលើបទឧក្រិដ្ឋមនុស្សជាតិតែបែរជាគ្មាននរណាទទួលខុសត្រូវដូច្នេះប្រវត្តិនៃភ្នំខ្មោចបានក្លាយជាស្នាមខ្មៅមួយក្នុងទំនាក់ទំនងថៃកម្ពុជានិងជាសេចក្តីរំលឹកដ៏ឈឺចាប់សម្រាប់ប្រជាជនខ្មែរគ្រប់រូបដែលចងចាំមិនអាចបំភ្លេចបាន